រឿងដង្កូវនិងក្អែកមានសត្វដង្កូវមួយកំពុងស៊ីស្លឹកឈើពេលនោះមានសត្វក្អែកមួយហើរមកបំរុងនឹងស៊ីដង្កូវនោះដង្កូវមានប្រាជ្ញាក៏ដាក់ប្រាថ្នាឲ្យក្អែកដោះស្រាយបើក្អែកដោះប្រាថ្នាមិនរួចមិនអាចស៊ីវាបានទេដង្កូវដាក់ប្រាថ្នាតើអ្វីដែលផ្អែមក្រអូបជូរនិងស្អុយជាងគេក្អែកឆ្លើយអ្វីដែលផ្អែមជាងគេគឺស្ករទឹកឃ្មុំអ្វីដែលជូរជាងគេគឺក្រូចឆ្មាក្រអូបជាងគេគឺផ្កានិងទឹកអប់និងស្អុយជាងគេគឺលីមួកឬអាចបន្ទាប់មកដង្កូវឆ្លើយបដិសេធវិញថាមិនត្រូវទេអ្វីដែលផ្អែមជាងគេគឺសម្ដីល្អពីរោះជូរគឺពាក្យត្រគុះបោះបោកស្អុយជាងគេគឺគេឈ្មោះមិនល្អនិងក្រអូបនោះគឺគេឈ្មោះដែលល្អប្រពៃដោយទាល់ប្រាជ្ញាក្អែកក៏ចោះចាញ់ខានបានស៊ីដង្កូវ